នេះគឺជាជំហរមើងម៉ាត់របស់កម្ពុជាហើយជំហរនេះនឹងមិនផ្លាស់ប្ដូរប្រែប្រួលឡើយកម្ពុជានឹងមិនថោកទាបទៅអង្វរថៃឲ្យបើកព្រំដែនឡើងវិញនោះទេបើទោះបីជាថៃសម្រេចបិទព្រំដែន100ឆ្នាំទៀតក៏ដោយក៏កម្ពុជានឹងមិនងាប់ទេព្រោះនឹងស្លាប់បាទសូមជូនអត្ថបទមួយនៅក្នុងកាសែតខ្មែរ Time ដោយបងប្អូនឃើញរូបភាពនេះស្រាប់ចំណងជើងខ្មែរ Time ដាក់ថាលោកហ៊ុនសែនបានលើកឡើងថាការបិទព្រំដែនជាឯកតោភាគីរបស់ថៃនាំឲ្យមានកំណើនយ៉ាងខ្លាំងនៅផលិតផលក្នុងស្រុករបស់កម្ពុជាទៅវិញទេ Yes លោកហ៊ុនសែនដែលជាប្រមុខរដ្ឋស្ដីទីនៃប្រទេសកម្ពុជានោះកាលពីម្សិលមិញនេះបានសម្ដែងឬបង្ហាញការដឹងគុណចំពោះប្រទេសថៃរឿងអីរឿងការដែលថៃបិទព្រំដែនជាឯកតោភាគីដែលបានរារាំងទប់ស្កាត់រារាំងនៅការនាំចូលនៅទំនិញឬក៏ផលិតផលរបស់ថៃហើយជាការឆ្លើយតបមកវិញការដែលថៃបិទព្រំដែននេះវានាំឲ្យមានការកើនឡើងយ៉ាងខ្លាំងនៅផលិតផលក្នុងស្រុករបស់កម្ពុជាវាអាចជារឿងល្អវិញលៀបក្នុងគ្រោះ The following are his full remarks ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោហ៊ុនសែនស្ដីអំពីការបើកឡើងវិញព្រំដែនរវាងកម្ពុជាថៃតើសម្ដេចឆ្លើយតបយ៉ាងណាបាននៅក្នុងសំណេររបស់សម្ដេចហ៊ុនសែនលោកសរសេរថាជាការពិតខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយភាសាខ្មែរយើងថាអត់ចង់និយាយស្ដីអីតេតិនទៅនឹងចំនួនរវាងកម្ពុជាថៃទេដែលបច្ចុប្បន្ននេះកំពុងតែដោះស្រាយក្រោមកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ដែលមានគោលបំណងទប់ស្កាត់រារាំងកុំឲ្យមានការបាត់បង់អាយុជីវិតពលរដ្ឋក្នុងចំណោមមន្ត្រីយោធាជនស៊ីវិលនិងដើម្បីធានាថាទាំងទ្រព្យសម្បត្តិសាធារណៈទាំងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបំផ្លាញប្រសិនបើមានសង្គ្រាមកើតឡើងជាថ្មីនោះទោះជាយ៉ាងនេះក្តីអ្វីដែលខ្ញុំប្រកាសណាខ្ញុំចង់លើកយកមកនិយាយពេលនេះគឺអារឿងបើកប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនរវាងកម្ពុជាថៃឡើងវិញក្នុងពេលថ្មីនេះមានការជជែកពិភាក្សាគ្នាជាសាធារណៈនឹងច្រើនដោយច្រើនគឺចេញពីអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជារឿងបើកឬមិនបើកហ្នឹងក្នុងពេលដំណើរគ្នានេះអិសរាជជននយោបាយថ្នាក់ដឹកនាំយោធានិងមន្ត្រីរដ្ឋបាលស៊ីវិលគឺថាដោយច្រើនមិនមាត់ទេគឺថានៅស្ងៀមស្ងាត់អំពីបញ្ហានេះបើយើងក្រឡេកទៅមើលខាងថៃយើងឃើញសម្លេងច្រើនចេញពីគ្រប់កម្រិតគ្រប់លំដាប់ថ្នាក់នៃសង្គមរបស់ថៃរាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមគេនាំគ្នានិយាយដដែលអំពីរឿងធ្វើយ៉ាងណាកុំបើកព្រំដែននៅតែបិទចឹងហើយដោយសារតែយោធាថៃជាអ្នកបិទព្រំដែនជាឯកតោភាគីនោះខាងកម្ពុជាមិនដែលស្នើឲ្យថៃបើកឡើងវិញទេយើងសូមប្រាប់ទៅភាគីថៃឲ្យបានជ្រាបថាដោយសារតែស៊ីនខ្លោះឡើយហ្នឹងគឺ because
ដោយសារតែភាគីថៃជាអ្នកបិទព្រំដែនដូច្នេះភាគីថៃក៏គួរតែជាអ្នកបើកព្រំដែនឡើងវិញមិនមានតម្រូវការចាំបាច់ឲ្យមានការចរចាជាមួយកម្ពុជាឡើយសូមជម្រាបថានៅពេលដែលថៃព្រមបើកព្រំដែនរបស់ខ្លួនឡើងវិញកម្ពុជានឹងធ្វើតាមក្រោយគឺ5ម៉ោងក្រោយមកមានន័យថាបើថៃបើកព្រំដែនឡើងវិញ5ម៉ោងក្រោយមកកម្ពុជានឹងបើកនេះគឺជាជំហរមើងម៉ាត់របស់កម្ពុជាហើយជំហរនេះនឹងមិនផ្លាស់ប្ដូរប្រែប្រួលឡើយកម្ពុជានឹងមិនថោកទាបទៅអង្វរថៃឲ្យបើកព្រំដែនឡើងវិញនោះទេបើទោះបីជាថៃសម្រេចបិទព្រំដែន100ឆ្នាំទៀតក៏ដោយក៏កម្ពុជានឹងមិនងាប់ទេព្រោះនឹងស្លាប់បាទខ្ញុំបកករណាខ្ញុំសូមដឹងគុណចំពោះប្រទេសថៃទៅវិញទេអរគុណបាទសូមអរគុណថៃទៅវិញទេបើបិទនោះ Their unilateral border closure រឿងដែលថៃបិទព្រំដែនជាឯកតោភាគីនេះវាបានរារាំងនៅការនាំចូលនៅទំនិញរបស់ថៃដែលជាការឆ្លើយតបមកវិញវានាំឲ្យមានការកើនឡើងយ៉ាងខ្លាំងនៅផលិតផលនៅក្នុងស្រុករបស់កម្ពុជាទៅវិញពលរដ្ឋកម្ពុជាដែលស្រឡាញ់ប្រទេសជាតិរបស់គេបានរួបរวมគ្នាគាំទ្រនិងជាវផលិតផលដែលផលិតក្នុងស្រុកដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូររបស់ប្រទេសនេះក្នុងរយៈពេល3ខែកន្លងទៅនេះទីផ្សាររបស់កម្ពុជានៅនៅឡើយទេដោយមានការផ្គត់ផ្គង់នៅទំនិញហ្នឹងគ្រប់គ្រាន់មិនខ្វះខាតទេអតិផរណាមានការថយចុះបើទោះបីជាមិនមានការនាំចូលផលិតផលរបស់ថៃក្តី In macroeconomic terms បើនិយាយពី macro សេដ្ឋកិច្ចវិញការគ្រប់គ្រងសេដ្ឋកិច្ចគឺមានប្រសិទ្ធភាពតែទៅនឹងសំណើរបស់ជប៉ុនវិញដោយសារថាជប៉ុនបានឬថាមានការដាក់ទុនទាំងនៅប្រទេសថៃទាំងនៅប្រទេសកម្ពុជាដើម្បីដឹកនៅទំនិញឆ្លងកាត់ព្រំដែនកម្ពុជាថៃនោះជប៉ុនគួរតែតាក់ទងទៅភាគីថៃទៅដោយសារតែកម្ពុជាបានផ្ដល់នៅការយល់ព្រមរបស់ខ្លួនរួចទៅហើយចឹងចង់និយាយជាមួយថៃបានអាកាពេរីកាចុងក្រោយថាសម្ដេចតេជោមានប្រសាសន៍ជាចុងក្រោយថាខ្ញុំបកករណាខ្ញុំសូមជំរុញឲ្យជនរួមជាតិរបស់ខ្ញុំអត់ធ្មត់និងទុកពេលឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហានេះតាមមធ្យោបាយអហិង្សាយើងមិនអាចបញ្ចប់សង្គ្រាមដោយសង្គ្រាមបានទេសូមជូនអត្ថបទមួយនៅក្នុងកាសែតខ្មែរ Time ដោយបងប្អូនឃើញរូបភាពនេះស្រាប់ចំណងជើងខ្មែរ Time ដាក់ថា Thailand's unilateral border closure leads to significant growth in Cambodian domestic products says Hun Sen លោកហ៊ុនសែនបានលើកឡើងថាការបិទព្រំដែនជាឯកតោភាគីរបស់ថៃនាំឲ្យមានកំណើនយ៉ាងខ្លាំងនៅផលិតផលក្នុងស្រុករបស់កម្ពុជាទៅវិញទេ Yes Hun Sen acting head of state of Cambodia yesterday extended his gratitude to Thailand for its unilateral border closure លោកហ៊ុនសែនដែលជាប្រមុខរដ្ឋស្ដីទីនៃប្រទេសកម្ពុជានោះកាលពីម្សិលមិញនេះបានសម្ដែងឬបង្ហាញការដឹងគុណចំពោះប្រទេសថៃរឿងអីរឿងការដែលថៃបិទព្រំដែនជាឯកតោភាគី
đại ban ria riang tục scat ria riang nơi ca nom chôl nơi tụm nính như có phải là tập hóa rồi bỏ thầy hỡi chỉ ca lời tọp một vĩnh ca để thầy bật bùm đại ní vì nó mọi miền ca cơn làng dạng kháng nơi phải là tập hóa nông sốc rồi bỏ Campuchia vì ai chỉ riêng lọ vinh liệp nông cua. The following are his full remarks. Thang krau ní chia prasahទាំងស្រុងរបស់សម្ដេចតេជោហ៊ុនសែនស្ដីអំពីការបើកឡើងវិញព្រំដែនរវាងកម្ពុជាថៃតើសម្ដេចឆ្លើយតបយ៉ាងណាបាននៅក្នុងសំណេររបស់សម្ដេចហ៊ុនសែនលោកសរសេរថាជាការពិតខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយភាសាខ្មែរយើងថាអត់ចង់និយាយស្ដីអីតាក់ទិនទៅនឹងចំនួនរវាងកម្ពុជាថៃទេដែលបច្ចុប្បន្ននេះកំពុងតែដោះស្រាយក្រោមកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ដែលមានគោលបំណងទប់ស្កាត់រារាំងកុំឲ្យមានការបាត់បង់អាយុជីវិតពលរដ្ឋក្នុងចំណោមមន្ត្រីយោធាជនស៊ីវិលនិងដើម្បីធានាថាទាំងទ្រព្យសម្បត្តិសាធារណៈទាំងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបំផ្លាញប្រសិនបើមានសង្គ្រាមកើតឡើងជាថ្មីនោះ However, what I would like to discuss is the reopening of the Cambodia-Thailand border checkpoint. ទោះជាយ៉ាងនេះក្តីអ្វីដែលខ្ញុំប្រកាសណាខ្ញុំចង់លើកយកមកនិយាយពីនេះគឺអារឿងបើកប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនរវាងកម្ពុជាថៃឡើងវិញក្នុងពេលថ្មីនេះមានការជជែកពិភាក្សាគ្នាជាសាធារណៈនឹងច្រើនដោយច្រើនគឺចេញពីអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជារឿងបើកឬមិនបើកហ្នឹង Meanwhile, political figures, military leaders and civil administrators have remained silent on the matter. ក្នុងពេលដំណើរគ្នានេះអិសរាជជននយោបាយថ្នាក់ដឹកនាំយោធានិងមន្ត្រីរដ្ឋបាលស៊ីវិលគឺថាដោយច្រើនមិនមាត់ទេគឺថានៅស្ងៀមស្ងាត់អំពីបញ្ហានេះ Looking at Thailand, we see voices from all levels of society. បើយើងក្រឡេកទៅមើលខាងថៃយើងឃើញសម្លេងច្រើនចេញពីគ្រប់កម្រិតគ្រប់លំដាប់ថ្នាក់នៃសង្គមរបស់ថៃរាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមគេនាំគ្នានិយាយដដែលអំពីរឿងធ្វើយ៉ាងណាកុំបើកព្រំដែននៅតែបិទចឹងហើយដោយសារតែយោធាថៃជាអ្នកបិទព្រំដែនជាឯកតោភាគីនោះខាងកម្ពុជាមិនដែលស្នើឲ្យថៃបើកឡើងវិញទេ We inform the Thai side that យើងសូមប្រាប់ទៅភាគីថៃឲ្យបានជ្រាបថាដោយសារតែស៊ីនខ្លះឡើយហ្នឹងគឺ because ដោយសារតែភាគីថៃជាអ្នកបិទព្រំដែនដូច្នេះភាគីថៃក៏គួរតែជាអ្នកបើកព្រំដែនឡើងវិញមិនមានតម្រូវការចាំបាច់ឲ្យមានការចរចាជាមួយកម្ពុជាឡើយសូមជម្រាបថានៅពេលដែលថៃព្រមបើកព្រំដែនរបស់ខ្លួនឡើងវិញកម្ពុជានឹងធ្វើតាមក្រោយគឺ5ម៉ោងក្រោយមកមានន័យថាបើថៃបើកព្រំដែនឡើងវិញ5ម៉ោងក្រោយមកកម្ពុជានឹងបើក This is Cambodia's firm position នេះគឺជាជំហរមើងម៉ាត់
របស់កម្ពុជាហើយជំហរនេះនឹងមិនផ្លាស់ប្ដូរប្រែប្រួលឡើយកម្ពុជានឹងមិនថោកទាបទៅអង្វរថៃឲ្យបើកព្រំដែនឡើងវិញនោះទេបើទោះបីជាថៃសម្រាប់បិទព្រំដែន100ឆ្នាំទៀតក៏ដោយក៏កម្ពុជានឹងមិនងាប់ទេព្រោះនឹងស្លាប់បាទ I should express gratitude to Thailand ខ្ញុំបកករណាខ្ញុំសូមដឹងគុណចំពោះប្រទេសថៃទៅវិញទេអរគុណបាទសូមអរគុណថៃទៅវិញទេបើបិទនោះ Their unilateral border closure រឿងដែលថៃបិទព្រំដែនជាឯកតោភាគីនេះវាបានរារាំងនៅការនាំចូលនៅទំនិញរបស់ថៃដែលជាការឆ្លើយតបមកវិញវានាំឲ្យមានការកើនឡើងយ៉ាងខ្លាំងនៅផលិតផលនៅក្នុងស្រុករបស់កម្ពុជាទៅវិញ Cambodian citizens who love their country have come together to support ពលរដ្ឋកម្ពុជាដែលស្រឡាញ់ប្រទេសជាតិរបស់គេបានរួបរวมគ្នាគាំទ្រនិងជាវផលិតផលដែលផលិតក្នុងស្រុកដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូររបស់ប្រទេសនេះ For over 3 months Cambodia's markets ក្នុងរយៈពេល3ខែកន្លងទៅនេះទីផ្សាររបស់កម្ពុជានៅឡើយទេដោយមានការផ្គត់ផ្គង់នៅទំនិញហ្នឹងគ្រប់គ្រាន់មិនខ្វះខាតទេអតិផរណាមានការថយចុះបើទោះបីជាមិនមានការនាំចូលផលិតផលរបស់ថៃក្តី In macroeconomic terms បើនិយាយអំពី macro សេដ្ឋកិច្ចវិញការគ្រប់គ្រងសេដ្ឋកិច្ចគឺមានប្រសិទ្ធភាព Regarding Japan's request តេតិនទៅនឹងសំណើរបស់ជប៉ុនវិញដោយសារថាជប៉ុនបានឬថាមានការដាក់ទុនទាំងនៅប្រទេសថៃទាំងនៅប្រទេសកម្ពុជាដើម្បីដឹកនៅទំនិញឆ្លងកាត់ព្រំដែនកម្ពុជាថៃនោះជប៉ុនគួរតែតាក់ទងទៅភាគីថៃទៅដោយសារតែកម្ពុជាបានផ្ដល់នៅការយល់ព្រមរបស់ខ្លួនរួចទៅហើយចឹងចង់និយាយជាមួយថៃបានអាកាពេរីកាចុងក្រោយថា I respectfully urge my fellow citizens សម្ដេចតេជោមានប្រសាសន៍ជាចុងក្រោយថាខ្ញុំបកករណាខ្ញុំសូមជំរុញឲ្យជនរួមជាតិរបស់ខ្ញុំអត់ធ្មត់និងទុកពេលឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហានេះតាមមធ្យោបាយអហិង្សាយើងមិនអាចបញ្ចប់សង្គ្រាមដោយសង្គ្រាមបានទេ